ដំណើរកំសាន្តលក្ខណៈគ្រួសារនៅហូជីមីញនៃប្រទេសវៀតណាមបែបបាយព្រឹកនេះក្រោយពីព្រឹកភ្លាមនាំគ្នាដើរទៅរកអីញ៉ាំអាហារពេលព្រឹកហើយទីតាំងមកកន្លែងនេះក៏ជាទីតាំងដែលនៅជិតកន្លែងអាផាតមិនពួកខ្ញុំគេដែរហើយមួយវិញទៀតជាកន្លែងមួយដែលគេល្បីដែរអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែគាត់ថាពេលទៅដល់នឹងត្រូវរងចាំពួកអីមនុស្សច្រើនមែនតើតែមិនថ្មីទេរងចាំបន្តិចក៏បានកន្លែងអង្គុយហើយអាចញ៉ាំអាហារដែលជា local ខាងវៀតណាមអញ្ចឹងអ្នកទាំងអស់គ្នាសាច់គោអាំងប្រទេសដែកហើយសាច់គោគេនឹងផុយមែនតើរីឯតម្លៃវិញសមរម្យគាត់ថានៅនេះគេញ៉ាំជាមួយនឹងនំប៉័ងអញ្ចឹងណាគេញ៉ាំមួយបាយដូចយើងបន្ទាប់ពីញ៉ាំបាយមានកន្លែងរួចរាល់ហើយពួកខ្ញុំនាំគ្នាដើរទៅ Walk Street សភៅឡើយនេះខ្ញុំមិនដឹងគេហៅមិនដែរប៉ុន្តែដូចរបៀបគេលំនាំបែបដូចគេតាំងពីពណ៌សភៅអញ្ចឹងតែសភៅទាំងអស់ហ្នឹងគឺជាសភៅបែបភាសាវៀតណាមអ្នកទាំងអស់គ្នាហើយនៅហ្នឹងក៏មាន mall មានហាងអីផ្សេងៗទៀតដែរដែលយើងអាចដើរ shopping ទិញអីវ៉ាន់ដូចជាវត្ថុអនុស្សាវរីយ៍អីជាដើមនៅនេះខ្ញុំឃើញភាគច្រើនគេមកដើម្បីថតរូបហើយ shopping វត្ថុអនុស្សាវរីយ៍ក៏ដូចជាគូគំនូរអីជាដើមអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែមនុស្សអ៊ូអរកកកមែនតើរីឯតម្លៃវិញក៏សមរម្យដែរអ្នកទាំងអស់គ្នាយតើមានធូរវិចារនឹងរៀងថ្លៃដើរមើលគេមើលឯងឲ្យថតរូបមកប្រែតពួកខ្ញុំក៏ទៅទីតាំងមកកន្លែងដល់ទីតាំងមកកន្លែងនេះក៏ជាទីតាំងដែលគេល្បីនៅវៀតណាមនឹងដែរដូចជាគេ underground នេះមិនទេតែកន្លែងហ្នឹងគេមានលក់អីវ៉ាន់បែប local ច្រើនមែនតើរីឯតម្លៃវិញក៏រៀងនិយាយទៅរឿងថ្លៃសម្រាប់ខ្ញុំអញ្ចឹងបន្ទាប់ពីរមមើលទិញអីវ៉ាន់បានមកស្ទុះឲ្យពួកខ្ញុំមកថត photo booth នេះជុំគ្នាយប់ទៅសប្បាយបលមែនតើតែនេះលើកទី1ហ្មងរួចនាំគ្នាទៅដើរ shopping មកអាគារទៀតដែរនៅអាគារនៅក្បែរហ្នឹងដែរអ្នកទាំងអស់គ្នារួចបាននាំគ្នា Grab ទៅរោញ៉ាំអាហារថ្ងៃទៅកន្លែងអាហារមកកន្លែងនេះក៏ឃើញគេល្បីនៅតាមអ៊ីនធឺណិតដែរនិយាយទៅមកចូលញ៉ាំគ្រប់ហាងឲ្យតែគេល្បីឲ្យចូលនឹងតែម្ដងនេះគេហាងបងមាញ់កាញ់ក្តាមអ្នកទាំងអស់នេះគាត់ដើរក្តាមហ្នឹងគឺគេបកឲ្យយើងហើយស្រាយគេដាក់មកតែសាច់ទេដើម្បីយើងស្រួលញ៉ាំដែរអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like ជួយ share ផងរងចាំទស្សនាវីដេអូបន្ត